ទាំង3យ៉ាងនេះដែលមេដឹកនាំពិតប្រាកដទាំងអស់ចង់ឲ្យកូនចៅដឹងអ្នកប្រហែលជាធ្លាប់ឮឬគិតថាមេដឹកនាំគឺជាមនុស្សដែលមានគំនិតផ្សេងៗឬល្អៗដែលជួយឲ្យពួកគេជោគជ័យក្នុងជំនួញមេដឹកនាំពិតប្រាកដគឺជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់រូបមានទស្សនវិស័យវែងឆ្ងាយមានការតាំងចិត្តខ្ពស់ជំរុញនិងលើកទឹកចិត្តអ្នកដទៃក្នុងវីដេអូនេះ Biz ខ្មែរនឹងប្រាប់ពីចំណុចដែលមេដឹកនាំពិតប្រាកដចង់ឲ្យអ្នកដឹងទី1ភាពជឿជាក់លើគ្នាមេដឹកនាំពិតប្រាកដដឹងថាទំនាក់ទំនងរវាងមេនិងកូនចៅគឺជាកត្តាសំខាន់ជាងគេបំផុតដែលដឹកនាំក្រុមហ៊ុនទៅរកភាពជោគជ័យបានដូច្នេះហើយដើម្បីទំនាក់ទំនងអាចល្អបានទាមទារឲ្យមានភាពជឿជាក់លើគ្នាទៅវិញទៅមកទី2មិនពន្យាពេលរាល់មេដឹកនាំពិតប្រាកដសុទ្ធតែមានគំនិតមួយគឺមិនຕົកការងារដែលអាចធ្វើបាននៅថ្ងៃនេះដល់ថ្ងៃស្អែកនោះទេមេដឹកនាំពិតប្រាកដដឹងថាមានកិច្ចការជាច្រើនដែលត្រូវបំពេញគឺគ្មានពេលសម្រាប់ពន្យានោះទេហើយម្យ៉ាងទៀតវាគឺជាទម្លាប់អាក្រក់មួយតែប្រសិនជាអ្នករវល់អ្នកអាចសុំពន្យាបានគ្រាន់តែប្រសិនជាមិនចាំបាច់ទេអ្នកគួរតែបញ្ចប់នៅថ្ងៃនេះទី3ប្រកួតប្រជែងនឹងអ្នកប្រសិនជាមេរបស់អ្នកដាក់កិច្ចការដែលលំបាកណាមួយចូលចងចាំថានោះមិនមែនជាទណ្ឌកម្មនោះទេតាមពិតទៅមេដឹកនាំពិតប្រាកដដឹងថាកូនក្រុមរបស់គាត់មិនអាចរីកចម្រើនបានឡើយប្រសិនជាមិនជួបការលំបាកខ្លះដូច្នេះហើយអ្នកគួរតែទទួលយកកិច្ចការនោះហើយធ្វើវាឲ្យបានល្អសូមចុច like, share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត